របស់ខ្ញុំគឺឆ្នាំថ្មីឆ្នាំ YouTube ដែលខ្ញុំមានបទពិសោធន៍មួយដែលនិយាយអំពីការរៀននៅសល់តែគៀកថ្ងៃទេចំពោះបងប្អូនឬក៏សិស្សប្អូនដែលមិនទាន់រៀនសូមត្រៀមខ្លួននិងរក្សាចិត្តឲ្យបាននឹងណូតនៅឆ្ងាយដែលត្រូវការមកឡើងរៀននៅខេត្តឡើងប្រឡងចំពោះថាបងប្អូនដែលនៅតាមជនបទដូចជាខ្ញុំផ្ទាល់ខ្ញុំនៅតាមជនបទខ្ញុំក៏បានឡើងមកប្រឡងនៅខេត្តហើយចំពោះការរកផ្ទះសំណាក់ឬក៏ទីកន្លែងសម្រាប់សិក្សាការដេកចូលអង្គុយមិនថាធ្វើអ្វីមួយទេចឹងហើយបងប្អូនត្រូវតែត្រៀមអស់ហើយសំខាន់គឺការយើងរកផ្ទះហ្នឹងហើយវាសំខាន់បំផុតសម្រាប់ពួកយើងហើយទី2ហ្នឹងយើងសម្រានឲ្យបានគ្រប់គ្រាន់នៅពេលដែលឧទាហរណ៍នៅពេលដែលថ្ងៃស្អែកជាថ្ងៃដែលយើងបានប្រឡងហើយយើងត្រូវតែដេកឲ្យបានគ្រប់គ្រាន់ឬក៏គេងរយៈពេលឲ្យបានគ្រប់គ្រាន់ឬក៏យើងធ្វើអ្វីមួយយើងកុំអានមេរៀនបើយើងអានមេរៀនយើងកាន់តែគិតច្រើនយើងធ្វើអ្វីមួយដែលសប្បាយដូចខ្ញុំផ្ទាល់ខ្ញុំប្រឡងអីចិត្តដល់ពេលចិត្តដល់ថ្ងៃប្រឡងទៅខ្ញុំក៏អត់បានមើលមេរៀនទេរយៈពេលមួយថ្ងៃហ្នឹងខ្ញុំធ្វើការដេកឲ្យបានគ្រប់គ្រាន់ព្រោះនៅពេលដែលខ្ញុំមើលមេរៀនហ្នឹងខ្ញុំត្រូវការគិតច្រើនណាស់ហើយមុនពេលប្រឡងយើងត្រូវតែយកសម្ភារៈឲ្យបានយើងរៀបចំសម្ភារៈឲ្យបានល្អដូចជាប៊ិចទាត់ដេកឈានឬក៏ប៉ារ៉ាបូលដែលយើងប្រឡងយើងត្រូវតែទិញឲ្យហើយទៀតនៅពេលដែលយើងចូលដល់ប្រឡងមានការជឿឆេហើយខ្ញុំចង់លើកសំខាន់ដែលខ្ញុំចង់បដោតសូមឲ្យយើងមាននាឡិកាសម្រាប់បំណងសម្រាប់ខ្ញុំផ្ទាល់ខ្ញុំពិតជាមានអារម្មណ៍ថាស្ដាយនៅពេលដែលប្រឡងខាងមុនខ្ញុំជាប្រឡងមុខជាផានដីដែលជាប្រឡងចាប់ផ្ដើមខ្ញុំអត់បានមើលម៉ោងមានសារដែលខ្ញុំប្រឡងហ្នឹងខ្ញុំក៏អត់បានមិនថាអត់ចេះធ្វើទេលំហាត់ហ្នឹងខ្ញុំចេះទាំងអស់ដែរតែនៅពេលហ្នឹងខ្ញុំធ្វើអត់ទាន់ដោយសារតែអត់មានម៉ោងឬក៏អត់មាននាឡិកាចឹងហើយខ្ញុំចង់ឲ្យសិស្សប្អូនទាំងគ្នានៅពេលដែលជិតដល់ថ្ងៃប្រឡងយើងត្រូវតែយកនាឡិកាជាមិនទាន់ឬក៏មើលម៉ោងដើម្បីឲ្យយើងដឹងថាម៉ោងនេះយើងត្រូវធ្វើម៉េចឲ្យបានទាន់ម៉ោងហើយមួយទៀតកន្លែងដែលខ្ញុំបង្ហាញទៀតហ្នឹងនៅពេលដែលយើងអត់ចេះលំហាត់អ្វីមួយយើងកុំទុកចោលយើងត្រូវតែធ្វើឲ្យអស់ទោះបីអត់ចេះក៏ដោយយើងត្រូវធ្វើឲ្យអស់អាហ្នឹងយ៉ាងហោចក៏ក្រសួងគេអ្នកកែឬក៏លោកគ្រូអ្នកគ្រូគេអ្នកពិនិត្យមើលហ្នឹងគេអាចនឹងមើលគេអាចនឹងបន្ថែមបន្ទុកទោះបីយើងខុសមិនក៏ដោយគេអាចនឹងឲ្យថ្លៃបិចឬក៏1ឬក៏2អីហ្នឹងតែកន្លែងហ្នឹងខ្ញុំចង់បង្ហាញដល់បងប្អូនទាំងអស់គ្នាហើយជាចុងបញ្ចប់សម្រាប់វីដេអូនេះខ្ញុំចង់សំណូមពរឲ្យបងប្អូនទាំងគ្នាជួយចុច Subscribe មក Channel របស់ខ្ញុំផងដើម្បីទទួលបានវីដេអូថ្មីមិនតែប៉ុណ្ណោះហើយវីដេអូក្រោយទៀតខ្ញុំនឹងធ្វើអំពីការនៅពេលដែលយើងរៀនចប់តើយើងត្រូវគួរបន្តការសិក្សានៅទីណាស្វែងរកសាកលវិទ្យាល័យណាដែលល្អតែសម្រាប់យើងរៀននិងសម្រាប់ដែលយើងសិក្សាបន្តទៀតហើយជាចុងបញ្ចប់ខ្ញុំសូមអរគុណដល់សិស្សប្អូនទាំងគ្នាឬក៏បងប្អូនទាំងគ្នាសូមជួបតែសំណាងល្អបាយបាយ